តើវាអាចជាប្រផ្នូលអ្វីមួយដែរឬទេគណៈពលរដ្ឋមិនតាន់បាត់ផិតភ័យផងដោយសារតែរញ្ជួយដីនោះឥឡូវនៅថៃកំពុងតែផ្អើលទៀតហើយជុំវិញបាតុភូតចម្លែកហ្វូងត្រីនាំគ្នាផ្អើលហើរឡើងគោកខុសពេលវេលាគណៈនៅម៉ាឡេស៊ីឯណោះក៏មានសេចក្តីរាយការណ៍ថាមានករណីទឹកបឹងរីងខុសធម្មតាផងដែរកាលពីថ្ងៃទី1ខែមេសាឆ្នាំ2025អ្នកប្រើប្រាស់ Facebook ម្នាក់នៅក្នុងប្រទេសថៃបានបង្ហោះរូបភាពអមដោយសរសេរយ៉ាងដូចនេះថាត្រីឡើងគោកទាំងវងដើម្បីមករកមេរោគឈ្មោលនិងពងនៅក្នុងរដូវបង្កាត់ពូជវាជាព្រឹត្តិការណ៍ដ៏កម្រមួយដែលមិនធ្លាប់បានឃើញអ្នកបង្ហោះរូបនោះបានសរសេរបន្តទៀតថាត្រីសាម៉ុនថៃបាតុភូតធម្មជាតិត្រីទាំងវងឡើងគោកនៅព្រឹកនេះនៅបឹងផាហ្សាក់នៅឃុំភូហ្វាស្រុកប៊ូក្លានៅខេត្តណាន់នៅថ្ងៃទី1ខែមេសាឆ្នាំ2025នេះវាជាបាតុភូតដ៏កម្រឬអ្នកអាចនិយាយបានថាវាមានតែនៅក្នុងប្រទេសថៃតែប៉ុណ្ណោះទន្ទឹមគ្នានោះមានអ្នកខ្លះពន្យល់ថាបាតុភូតត្រីព្រួយក្រហមឡើងមករកមេរោគឈ្មោលដើម្បីពងនៅក្នុងអំឡុងខែវិច្ឆិកាដល់ខែមេសាជារៀងរាល់ឆ្នាំនៅក្នុងខេត្តណានហើយក្រោយត្រីឡើងមករកគូនិងពងរួចពួកវានឹងហែត្រឡប់ទៅកន្លែងដើមវិញប៉ុន្តែអ្វីដែលចម្លែកគឺនៅក្នុងឆ្នាំនេះរហូតដល់ខែមេសាទៅហើយទើបត្រីទាំងនោះហែឡើងមកពលគឺយឺតខុសធម្មតាហើយអ្វីដែលកាន់តែចម្លែកគឺហែឡើងគោកលើកនេះនៅក្នុងចំនួនច្រើនខុសប្រក្រតីទើបធ្វើឲ្យអ្នកខ្លះបារម្ភខ្លាចវាជាប្រផ្នូលអ្វីមួយឲ្យដឹងជាមុនអ្វីដែលកាន់តែកប់ជួនគឺបាតុភូតនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះបន្ទាប់ពីរញ្ជួយដីនៅមីយ៉ាន់ម៉ាធ្វើឲ្យរញ្ជួយទីក្រុងបាងកកបណ្ដាលឲ្យអគារជាច្រើនខូចខាតនិងអគារកម្ពស់30ជាន់បាក់រលំស្ដែងតែម្ដងនោះ